បាទសូមគោរពជំរាបសួរព្រះនិធិរាននិធិរៈគ្រប់ព្រះអង្គបាទសូមគោរពជំរាបសួរដល់សម្ដេចទ្រង់ឯកឧត្តមបាទប្រិយមិត្តទូទស្សនិកជនធ្លាប់តែតាមដានបាទហ្វេនដែលស្គាល់ហើយបាទរស់មិនយូរនេះហៅអាប្រុសស្អាតនេះបាទយើងក៏លេចមកមើលរឿងអច្ឆរិយៈមួយប្រិយមិត្តជាទីមេត្រីបាទរឿងដែលមិនគួរឲ្យជឿណាប្រិយមិត្តយើងបាទសូម្បីតែខ្ញុំក៏ព្រឺក្បាលដែរប្រិមិត្តយើងបាទដែលបាទបងស៊ីណាតណាដែលគាត់រស់នៅភូមិបាទខ្នុលឃុំអង្គប៉ប៉ែលអង្គពីលស្រុកកងពិសីខេត្តកំពង់ស្ពឺយើងនេះគឺគាត់បានបាទបន្តបាទជួបជាមួយនឹងអ្នកសារព័ត៌មានយើងអញ្ចេះគាត់ថាម្ដាយរបស់គាត់ហ្នឹងឈ្មោះយាយណាងណាឈ្មោះលោកយាយណាងដែលបានធ្លាក់ខ្លួនឈឺបាទធ្លាក់ខ្លួនឈឺហ្នឹងគឺរយៈពេល4ថ្ងៃហើយប្រិយមិត្តជាទីមេត្រីបាទយកចេញទៅពេទ្យបាទយកចេញពីពេទ្យមកសូត្រធម៌បាន2ថ្ងៃបាទថ្ងៃទី3ហ្នឹងប្រិយមិត្តយើងជាទីមេត្រីបាទខ្ញុំបាទគ្រាន់តែនិយាយហ្នឹងក៏ព្រឺបាទក្បាលដែរបាទនេះហើយគេថាអច្ឆរិយៈអបិយជំនឿដែលខ្មែរយើងតែងតែជំនឿតាំងពីបរមបុរាណមកម្លេះប្រិយមិត្តយើងបាទថ្ងៃទី3ហ្នឹងបាទក៏មានពស់វែកបាទគេថាពស់វែកក្របមិនវែកក្បីទេប្រិយមិត្តយើងគេថាពស់វែកបាទពស់វែកគេថាពស់វែកតែហ្មងប្រិយមិត្តបាទខ្ញុំវាមិនសូវស្គាល់ពស់នេះគេថាពស់វែកដបោកហ្នឹងប្រិយមិត្តបាទជាពស់វែកដបោកបាទពស់វែកហ្នឹងក៏លូនមកនៅនឹងចុងជើងរបស់លោកយាយណាងហ្នឹងបាទពស់វែកហ្នឹងក៏លូនមកនៅចុងជើងលោកយាយណាងហ្នឹងដល់ថ្ងៃទី3ដែលថ្ងៃសូត្រធម៌ហ្នឹងប្រិយមិត្តជាទីមេត្រីផ្អើទាំងអាចារ្យផ្អើទាំងបាទលោកយាយលោកតាដែលមកសូត្រមន្តមកសូត្រធម៌ជូនលោកយាយបាទលោកយាយណាងហ្នឹងដែលគាត់រស់នៅបាទនៅក្នុងភូមិខ្នុលឃុំអង្គប៉ប៉ែលបាទស្រុកកងពិសីខេត្តកំពង់ស្ពឺបាទចឹងហើយគេថារឿងដែលអច្ឆរិយៈរឿងដែលមិនគួរឲ្យជឿប្រិយមិត្តយើងបាទវានៅសុកហេតុអីក៏មានពស់មកនៅចុងជើងលោកយាយបែបនេះបាទលោកតាលោកតាក៏លោកកំពុងតែសូត្រធម៌ធម្មតាប្រិយមិត្តយើងណាតាមសម្ដីរបស់បងស៊ីណាតដែលគាត់បានបន្តប្រាប់មកខ្ញុំអ្នកសារព័ត៌មានយើងនេះគាត់ថាអញ្ចេះគាត់ថាពីដំបូងឡើយហ្នឹងគឺមិនទាន់ឃើញទេប្រិមិត្តបាទស្រាប់តែពេលរៀបចំសូត្រធម៌បាទជូនលោកយាយហ្នឹងបាទនៅថ្ងៃទី3ហ្នឹងក៏ឃើញបាទមានពស់វែកក្របីមួយបានមកនៅចុងជើងរបស់លោកយាយបាទហើយប្រិមិត្តយើងបាទហើយសុកពស់វែកមកនៅចុងជើងហើយប្រិមិត្តយើងតើមានអារម្មណ៍យ៉ាងម៉េចដែរបើជាខ្ញុំវិញលូតបាទរត់ចោលអដេញកន្លែងសូត្រធម៌ហើយបាទបានផ្អើលទៅដល់បាទលោកតាលោកយាយផ្អើលឈូឆបាទហេតុអីបានពស់មកនៅចុងជើងបាទស្រាប់តែបាទកូនចៅគាត់បងស៊ីណាតនិងបងស្រីប្រពន្ធរបស់គាត់ហ្នឹងណាគាត់បានបន្តទៀតថាគាត់បានចាប់ដាក់ក្នុងថងបាទចាប់ដាក់ក្នុងថងខ្មៅមួយពេលដែលសូត្រមន្តចប់បាទស្រាប់តែស្រាយមើលក៏បាត់ពស់ដែរបាទប្រិយមិត្តជាទីមេត្រីពិតជាអច្ឆរិយៈមែនប្រិយមិត្តយើងបាទហើយគាត់បានបន្តទៀតថាសូម្បីតែខ្ញុំនិយាយក៏ព្រឺក្បាលដែរប្រិយមិត្តយើងវាមិនរឿងមិនគួរឲ្យជឿប្រិយមិត្តបាទតែនេះជាអបិយជំនឿរបស់ខ្មែរយើងតាំងពីបរមបុរាណមកបាទហើយអ្នកខ្លះទៅគេថាប្រហែលជាប្តីរបស់អាដេញលោកយាយណាងនឹងហើយដែលគាត់ស្លាប់ទៅបានកាត់មកជាពស់បាទពេលដែលលោកយាយណាងគាត់ឈឺគឺពស់វែកក្របីនឹងបានពស់វែកដបោកនឹងបានមកនៅចុងជើងគាត់ហ្នឹងបាទធម្មតាប្រិយមិត្តយើងបាទហើយសុកពស់វែកមកនៅចុងជើងខ្ញុំមិនណាទៅដេកបានតែលោកយាយគាត់ហាក់បីដូចជាមិនភ័យទេប្រិយមិត្តយើងបាទអញ្ចឹងហើយក្នុងនាមខ្ញុំជាសារព័ត៌មានគឺផ្សព្វផ្សាយតែរឿងពិតក៏ដូចជាមិនប្រឌិតដែរអញ្ចឹងយើងមើលឃើញជាក់ស្ដែងហើយថាបាទពស់វែកក្របីពិតប្រកបមែន
បាទខ្ញុំបាទទៅសម្ភាសបន្តពីលោកយាយលោកតាដែលគាត់ទៅសូត្រធម៌ហ្នឹងអញ្ចឹងហើយបានខ្ញុំបាទយកមកផ្សព្វផ្សាយដើម្បីឲ្យបាទបងប្អូនប្រិយមិត្តមហាជនបានដឹងថាយីខ្មែរយើងពិតជាអាឆារយៈពិតប្រាកដមែនបាទជាចុងក្រោយនេះខ្ញុំបាទសូមគោរពជម្រាបលាសម្ដេចត្រង់ឯកឧត្តមតែប៉ុណ្ណេះបាទបងប្អូនពិភាក្សាមើលទៅតើរឿងនេះវាយ៉ាងម៉េចដែរអបិយជំនឿឬក៏មិនអបិយជំនឿ